ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើបង្គាបំពងគ្រាប់ឪឡឹកបងប្អូនប្រហែលជាចម្លែកចិត្តហើយភាគច្រើនបង្គាបំពងហ្នឹងគេធ្វើជាមួយនឹងគ្រាប់អាល់ម៉ុនតែខ្ញុំបែរជាយកមកធ្វើជាមួយនឹងគ្រាប់ឪឡឹកវិញតាមពិតទៅប្រសិនបើយើងចូលចិត្តគ្រាប់ធញ្ញជាតិមួយណាគឺយើងដាក់មួយនឹងបានអត់ចាំបាច់តែគ្រាប់អាល់ម៉ុននោះទេតោះអញ្ចឹងយើងនាំគ្នាមកមើលគ្រឿងផ្សំនេះគឺជាបង្គាដែលខ្ញុំប្រើគ្រាប់ឪឡឹកបកហើយនេះមានចំនួន2ខាំហើយនេះវិញគឺជាម្សៅបំពងបងប្អូនចង់ប្រើម៉ាកណាក៏បានដែរស្លឹកខ្ទឹមជាមួយនឹងខ្ញីឥឡូវនេះយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងបងប្អូនត្រូវយកខ្ញីហ្នឹងមកហាន់ជាចំណិតស្ដើងចំពោះស្លឹកខ្ទឹមវិញបងប្អូនហាន់ប្រហែលជា2ថ្នាំងដៃមកដល់ផ្នែកបង្គាអញ្ចឹងបងប្អូនអាចកាត់ក្បាលវាចេញទៅបកសំបកឲ្យស្អាតចំណែកឯកន្ទុយផាត់បង្គាហ្នឹងបងប្អូនអាចទុកវាបានរួចហើយយើងអាចឆូតខ្នងវាដើម្បីយកផ្នែកខ្មៅចេញដើម្បីការពារកុំឲ្យបង្គាផុនយើងកោងបងប្អូនអាចកាត់ពោះវាបន្តិចអញ្ចឹងទៅក្រោយមកយើងត្រឡប់មកផ្នែកខ្នងវិញពុះវាឲ្យជ្រៅបន្តិចរួចហើយយើងអាចយកកាំបិតធំហ្នឹងមកសង្កត់វាឲ្យវាសំប៉ែតធ្វើអញ្ចឹងទៅដើម្បីឲ្យវាអាចជាប់គ្រាប់ឪឡឹកបានច្រើនសង្កត់បង្គារួចរាល់ហើយយើងអាចចាប់ផ្ដើមយកវាមកប្រឡាក់ជាមួយនឹងគ្រឿងបន្តិចដើម្បីឲ្យវាមានជាតិជាដំបូងគឺយើងត្រូវដាក់ស្ករសចំនួន 1/4 ស្លាបព្រាកាហ្វេអំបិល 1/4 ស្លាបព្រាកាហ្វេដូចគ្នាខ្ញីហាន់រួចជាមួយនឹងស្លឹកខ្ទឹមអញ្ចឹងយើងគ្រាន់តែច្របល់វារហូតដល់អំបិលស្ករហ្នឹងរលាយសព្វបន្ទាប់មកបងប្អូនអាចផ្អាប់បង្គានឹងទុកប្រហែលជា10នាទីត្រៀមបង្គារួចរាល់ហើយយើងអាចចាប់ផ្ដើមយកវាមកប្រឡាក់ជាមួយនឹងម្សៅបានតែជាដំបូងនេះបងប្អូនត្រូវប្រើម្សៅឆាចំនួន1ស្លាបព្រាបាយមកលាយជាមួយនឹងគ្រាប់ឪឡឹកមុនសិនច្របល់ម្សៅឆាជាមួយគ្រាប់ឪឡឹកឲ្យចូលគ្នាបានសព្វសិនធ្វើអញ្ចឹងទើបអាចឲ្យគ្រាប់ឪឡឹកនឹងជាប់ជាមួយបង្គាបានស្អាតចំពោះពងមាន់ខ្ញុំប្រើចំនួន3គ្រាប់ខ្ញុំញ៉ៃក្រហមផ្សេងសផ្សេងអញ្ចឹងយើងយកតែពណ៌ក្រហមមកប្រើទេដូចនេះបងប្អូនអាចវាយវាបំបែកបន្តិចទៅទម្រាំតែត្រៀមគ្រឿងផ្សំទាំងអស់រួចរាល់យើងអាចចាប់ផ្ដើមយកបង្គានឹងមកប្រឡាក់បានតែម្ដងជាដំបូងគឺយើងត្រូវយកវាទៅប្រឡាក់ជាមួយនឹងម្សៅបំពងបងប្អូនត្រូវប្រឡាក់ធ្វើម៉េចឲ្យម្សៅបំពងនឹងព័ទ្ធឲ្យជុំវិញបង្គាយើងរួចហើយយកវាមកជ្រលក់នៅក្នុងពងមាន់ចំណែកពងមាន់នេះក៏ត្រូវធ្វើម៉េចឲ្យព័ទ្ធជុំវិញបង្គាឲ្យជិតដែររួចហើយចាំលើកមកទម្លាក់នៅលើគ្រាប់ឪឡឹកយើងត្រូវយកគ្រាប់ឪឡឹកហ្នឹងមករោយពីលើរួចហើយយើងយកដៃសង្កត់តិចតិចទៅដើម្បីឲ្យគ្រាប់ឪឡឹកហ្នឹងជាប់ដូចនេះបងប្អូនអាចបន្តធ្វើដដែលរហូតដល់អស់បង្គានឹងទៅចំពោះបង្គាដែលបងប្អូនអត់ចង់បំពងភ្លាមទេយើងអាចទុកនៅកន្លែងកកបានចាអញ្ចឹងមុននឹងយើងចាប់ផ្ដើមយកវាទៅដាក់បំពងបងប្អូនត្រូវកម្ដៅប្រេងឆាឲ្យវាឡើងក្ដៅសិននៅពេលដែលប្រេងឡើងក្ដៅហើយបងប្អូនទម្លាក់បង្គានឹងចូលទៅតែកុំដាក់ច្រើនពេកបង្គាបំពងនេះប្រើពេលអត់យូរទេហើយបងប្អូនក៏បញ្ចប់មិនត្រឡប់វាចុះឡើងអីដែរចំពោះភ្លើងវិញយើងត្រូវប្រើភ្លើងមធ្យមបើមិនជាយើងប្រើភ្លើងខ្លាំងតែបន្តិចវាអាចធ្វើឲ្យគ្រាប់ឪឡឹកផុនយើងនឹងខ្លោចលឿនបង្គាបំពងនេះបងប្អូនក៏អាចបន្ថែមជាមួយនឹងមីសួរបំពងឬក៏នំបញ្ចុកក្រៀមបំពងហើយចំពោះបង្គាបំពងនៅពេលដែលយើងធ្វើរួចរាល់បងប្អូនអាចពិសាជាមួយនឹងទឹកត្រីកោះកុងទឹកម្រេចក្រូចឆ្មាឬមួយក៏ទឹកម្ទេសផ្អែមចាស់វិធីធ្វើបង្គាបំពងជាមួយនឹងគ្រាប់ឪឡឹកហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា